មន្ត្រីជាច្រើនក្នុងរាជវាំងសុទ្ធតែនាំគ្នាអានសៀវភៅនេះរដ្ឋមន្ត្រីក្រសួងសាធារណការថែមទាំងបានសង់កង់ទឹកថ្មីតាមប្លង់ក្នុងសៀវភៅអ្នកគ្រូដើម្បីជួយសង្គ្រោះគ្រោះរាំងស្ងួតនៅភាគខាងជើងទៀតផងអ្នកគ្រូពិតជាមានគុណបំណាច់ធំធេងចំពោះជាតិណាស់លោកម្ចាស់ឈិនសរសើរពេកហើយវាគ្រាន់តែជាចំណេះដឹងកំពេចកំប៉ុកមិនគួរឲ្យលើកយកមកនិយាយទេខ្ញុំតាមរកនាងយូរណាស់មកហើយខ្ញុំស្មានតែនាងលែងចង់ជួបមុខខ្ញុំទៀតហើយតើរាល់ពាក្យពេចន៍ទាំងអស់ក្នុងនេះខ្ញុំចងចាំទុកក្នុងចិត្តជានិច្ចវាបានជួយត្រួសត្រាយផ្លូវឲ្យខ្ញុំដើរមកដល់ចំណុចថ្ងៃនេះប៉ុន្តែវាអត់បានប្រាប់ខ្ញុំទេថាបើថ្ងៃណាមួយខ្ញុំរកនាងឃើញតើខ្ញុំគួរនិយាយអ្វីខ្លះឈិងជូខ្ញុំមកនេះមិនមែនចង់បង្ខំនាងឲ្យទៅជាមួយខ្ញុំទេខ្ញុំដឹងថានាងមានសេរីភាពមានរឿងដែលនាងចង់ធ្វើខ្ញុំគ្រាន់តែចង់ប្រាប់នាងថាពិភពលោករបស់ខ្ញុំមិនអាចខ្វះនាងបានឡើយតែបើនាងមិនព្រមទេខ្ញុំសុខចិត្តធ្វើជាបង្អែកដ៏រឹងមាំបំផុតនៅក្នុងពិភពលោករបស់នាងឲ្យតែនាងងាកក្រោយមកនាងនឹងឃើញខ្ញុំជានិច្ចលោកម្ចាស់ឈិនសាច់រឿងរបស់ខ្ញុំទើបតែចាប់ផ្ដើមប៉ុណ្ណោះចំណែកឯសាច់រឿងរបស់យើងទាំងពីរក៏ទើបតែចាប់ផ្ដើមដូចគ្នា